ថ្ងៃនេះទូព្រមគុំខ្ញុំកណាខ្ញុំលើកយកនៅប្រធានបទថ្មីមួយទៀតដែលជាប់តាក់ទងជាមួយនឹងបងប្អូនកូនក្មួយប្រាថ្នានៅសេចក្តីចម្រើនមានវឌ្ឍនភាពក្នុងជីវិតហ្នឹងហើយដោយសារជាប់តាក់ទងជាមួយនឹងសកលភាវូបនីយកម្មនៃបច្ចេកវិទ្យាទំនើបបាននឹងកំពុងប្រព្រឹត្តទៅហើយម្ល៉េះហើយដើម្បីបណ្ដុះនៅមនសិការៈផងហើយក៏ដើម្បីបំផុសគំនិតនៃការអភិវឌ្ឍខ្លួនរបស់បងប្អូនកូនក្មួយទាំងអស់គ្នាផងដែរខ្ញុំកណាខ្ញុំក៏នឹកឃើញថាបញ្ជ្រាបតាមរយៈការផ្ដល់ពុទ្ធិចំណេះដឹងនេះតាមប្រព័ន្ធទូរស័ព្ទហ្នឹងទៅ smartphone ហ្នឹងប្រើឲ្យមានប្រយោជន៍ទៅអាចនឹងនាំមកនៅពុទ្ធិចំណេះដឹងល្អដើម្បីវឌ្ឍនភាពក្នុងដំណើរជីវិតរបស់បងប្អូនកូនក្មួយនឹងឯងទេអញ្ចឹងអ្នកណាក៏ចង់ចម្រើនដែរគ្រាន់តែថាវាខ្វះពុទ្ធិចំណេះដឹងមួយពីលក្ខណៈនៃសេចក្តីចម្រើនអញ្ចឹងថ្ងៃនេះ4ចំណុចផ្សេងទីទីដែលនាំមកនៅវឌ្ឍនភាពក្នុងដំណើរជីវិតទី1គឺបងប្អូនកូនក្មួយត្រូវចូលទៅសេពគប់ជាមួយមនុស្សដែលមានគំនិតអភិវឌ្ឍហ្នឹងហើយយើងចូលទៅសេពគប់ជាមួយមនុស្សមានគំនិតអភិវឌ្ឍនេះនាំឲ្យយើងទទួលបានគំនិតអភិវឌ្ឍដែរហ្នឹងហើយយើងចង់ចេះឡានត្រូវចូលទៅសេពគប់ជាមួយអ្នកដែលជាជាងឡានចង់ចេះម៉ូតូត្រូវចូលទៅសេពគប់ជាមួយអ្នកចេះម៉ូតូបាទហ្នឹងសង្ខេបទី2គឺយើងត្រូវបាទទទួលនៅពុទ្ធិចំណេះដឹងឬក៏គំនិតពីអ្នកដែលមានសេចក្តីចម្រើនទាំងនោះអញ្ចឹងតើគាត់មានគំនិតបែបណាវាចាបែបណាទូនមានព្រានប្រដៅដាស់តឿនក្រៅរំលឹកយើងបែបណាអានឹងយើងទទួលយកដោយល្អនេះដើម្បីជាទុនដ៏សំខាន់ដែរបាទហើយទី3គឺយើងទទួលបានគំនិតទាំងឡាយនោះហើយវាធ្វើឲ្យគំនិតយើងមានអភិវឌ្ឍទនភាពទៀតបាទមានការចម្រើនឡើងដែរបាទនាំឲ្យយើងអាចលៃលោកបាទរិះរកវិធីសាស្ត្រឬវិភាគសន្និដ្ឋាននៅព្រឹត្តិការណ៍ក្នុងដំណើរជីវិតឆ្ពោះទៅដើម្បីសេចក្តីចម្រើនបានល្អណាទី4គឺយើងត្រូវមានការប្រព្រឹត្តអនុវត្តដែលការអនុវត្តនេះសំខាន់ណាស់បើយើងទុកចំណេះដឹងឬគំនិតយើងចោលគំនិតយើងមិនដោះដាលមិនចម្រើនទេការងារដែលយើងត្រូវចេះហើយក៏ត្រូវរលាយរលត់ទៅវិញដែរមិនមានវត្តៈទេអញ្ចឹងត្រូវតែមានការអនុវត្តឲ្យបានល្អនេះគឺជាចំណុច4ប្រការជាកត្តាសំខាន់ចាំបាច់និងចម្បងដែលបងប្អូនកូនក្មួយត្រូវតែចងចាំហ្វឹកហាត់ឲ្យបានល្អ